មានអ្នកណាទេមិនក៏លក់ផ្ទះនៅទីនេះតាចាស់អូនខមមែនទេតើអ្នកដឹងថាកន្លែងនេះនៅទីណាទេតើនេះទិញផ្ទះខ្ញុំនៅទីនេះដើម្បីទិញវាកូនប្រុសខ្ញុំថាឲ្យខ្ញុំទៅហាងលក់ធំបំផុតហើយរើផ្ទះណាដែលខ្ញុំចូលចិត្តពូតើអ្នកអាចលក់ថង់ក្រណាត់គ្រប់គ្រាន់ដើម្បីទិញកៅអីបង្គន់ឲ្យយើងបានទេដឹងទេថាផ្ទះនៅទីនេះថ្លៃប៉ុន្មានបង្គន់មួយនេះល្មមលក់ដី1/3នៃដី1ហិកតានៅស្រុកកំណើតហើយតើអ្នកអាចរើសវាបានទេតើអ្នកទិញស្បែកក្តោបទេកូនខ្ញុំពិតជាប្រាប់ខ្ញុំទៅមជ្ឈមណ្ឌលលក់ធំជាងគេដើម្បីទិញផ្ទះល្វែងណាដែលខ្ញុំចូលចិត្តហើយសន្តិសុខមួយណាត្រូវទិញបណ្ដេញមនុស្សចេញឲ្យលឿនកុំប៉ះពាល់ដល់ការទទួលអតិថិជនរបស់យើងមួយសន្ទុះក្រោយមកថៅកែធំពិតប្រាកដបានមកហើយគិតថាយើងកំពុងប្រមូលក្រណាត់នៅទីនេះឈប់តើអ្នកកំពុងធ្វើអ្វីកូនស្រីកុំជួបវាខ្វក់វាមិនអីទេពូខ្ញុំឈ្មោះ Shen Shichia ខ្ញុំជាអ្នកហាត់ការផ្នែកលក់នៅទីនេះខ្ញុំនឹងនាំអ្នកទៅកន្លែងអង្គុយផឹកទឹកខ្លះសូមក្រឡេកមើលផ្ទះយឺត Shen Shichia តើអ្នកឈួតទេសិស្សពិតដែលហៀបនឹងបណ្ដេញចេញបើហ៊ានយកមនុស្សប្រភេទនេះទៅកន្លែងវេបតើអាចសងសំណងបានទេបើសាឡុងស្បែកប្រឡាក់តើអ្នកអាចមានលទ្ធភាពបង់សំណងប្រសិនបើសាឡុងក្នុងតំបន់វេបរបស់ Shen Shichia ត្រូវបានប្រឡាក់តើមានអ្វីកើតឡើងអ្នកគ្រប់គ្រងឡយដែលជាបុរសចំណាស់ម្នាក់បានទូចសុំទិញផ្ទះនិងចូលទៅក្នុងតំបន់វេប Shen Shichia មិនត្រឹមតែមិនព្រមបញ្ឈប់គាត់ទេថែមទាំងទទួលគាត់ផ្ទាល់ទៀតផង Shen Shichia តើអ្នកមានចេតនាប្រឆាំងនឹងខ្ញុំទេបណ្ដេញបុរសចំណាស់នេះចេញពីក្រុមហ៊ុនរបស់ជីវល័យជាបន្ទាន់ច្បាប់ទី1គឺត្រូវទទួលភ្ញៀវនៅមាត់ទ្វារបុរសនេះមកមើលផ្ទះមិនមានច្បាប់ប្រឆាំងនឹងការស្លៀកពាក់ជាមួយស្បែកជើងស្ពឹកទេអ្នកដែលមានការបូកមិនអាចជួបភ្ញៀវ Genting Shen ធ្វើបានទេតើគាត់ជាភ្ញៀវបែបណា Shen Shichia ខ្ញុំគិតថាអ្នកពិតជាពួកមិនអាចអន្តែតលើជញ្ជាំងទេព្រោះអ្នកចូលចិត្តបម្រើមនុស្សបែបនេះខ្លាំងណាស់មិនអីទេខ្ញុំនឹងទុកកន្នីដ៏ធំនេះជូនអ្នកនៅថ្ងៃនេះអ្នកទាំងអស់គ្នាស្ដាប់ដោយយកចិត្តទុកដាក់គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យជ្រៀតជ្រែកក្នុងថ្ងៃនេះShen Shichia ខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកនៅថ្ងៃនេះប្រសិនបើអ្នកអាចរកលុយពីបុរសចំណាស់នេះខ្ញុំនឹងលក់អ្នកទៅមុខតំណែងអ្នកគ្រប់គ្រងផ្នែកលក់នឹងផ្ដល់ឲ្យអ្នកនៅនឹងកន្លែងខ្ញុំខ្លាចថាគាត់នឹងមិនអាចរក្សាប្រាក់ខែគោរបស់គាត់នៅថ្ងៃនេះគ្រាន់តែខ្ចប់របស់អ្នកហើយចេញទៅលោកគ្រូកុំយកចិត្តទុកដាក់ចំពោះពួកគេខ្ញុំនឹងនាំអ្នកទៅមើលផ្ទះជាមុន Shen Shichia សូមស្ដាប់ដោយយកចិត្តទុកដាក់ប្រសិនបើអ្នកអាចរកលុយបានពីបុរសចំណាស់នេះនៅថ្ងៃនេះខ្ញុំនឹងអ្នកគ្រប់គ្រងផ្នែកលក់ខ្ញុំនឹងប្រកល់មុខតំណែងរបស់ខ្ញុំទៅអ្នកនៅនឹងកន្លែងអ្នកត្រួតពិនិត្យអ្នកមានសុវត្ថិភាពដូចភ្នំគ្មាននរណាម្នាក់អាចយកវាទៅឆ្ងាយបានទេហើយបុរសចំណាស់ម្នាក់នេះពិតជាអាចចំណាយលុយកាក់បានមែនខ្ញុំបានញ៉ាំតុកសាច់នៅក្នុងសាលតាំងពីពណ៌នៅនឹងកន្លែង Shen Shichia តើអ្នកមិនគិតថាអ្នកមានសមត្ថភាពខ្លាំងទេតើអ្នកហ៊ានចាញ់ទេលើកជង្គង់ចុះខោថៅទៅកាន់នាយកឡយនឹងខ្ញុំសារភាពកំហុសរបស់អ្នកហើយបន្ទាប់មកចេញពីក្រុមហ៊ុននេះជាអ្វីដែលអ្នកបាននិយាយផ្ទាល់អ្នករាល់គ្នានៅទីនេះអាចធ្វើជាសាក្សីថាដរាបណាខ្ញុំបិទការបញ្ជារបស់ពូម្នាក់នេះនៅថ្ងៃនេះអ្នកនឹងទទួលបន្ទុកវាគ្មានបញ្ហាទេក្នុងការបោះបង់តំណែងរបស់ខ្ញុំរក្សាពាក្យរបស់ខ្ញុំខ្លាចអូនយំមួយរយៈចូលទៅគុំថប់ដង្ហើមដោយក្លិនជូរនៃភាពក្រីក្រនេះឈៀវហ្យេងបានបោះបង់ចោលឡងយេងដ៏ល្អបំផុតវាគឺសម្រាប់ការកំសាន្តភ្ញៀវគិតយោកុំឲ្យមនុស្សគ្រប់គ្នាផឹកវាហើយបំផ្លាញវាពូទឹកតែខ្លាំងធ្វើឲ្យឈឺក្រពះដូច្នេះគួរផឹកទឹកក្តៅវិញក្មេងស្រីខ្ញុំសូមប្រាប់អ្នកពីការពិត
ខ្ញុំមិនដឹងអ្វីទាំងអស់អំពីការទិញលក់មុនពេលខ្ញុំចេញពីផ្ទះព្រឹកនេះកូនប្រុសរបស់ខ្ញុំបានឲ្យកាត់មួយមកខ្ញុំហើយសូមទិញផ្ទះធំមួយខ្ញុំបានសួរជុំវិញហើយគ្រប់គ្នានិយាយថាផ្ទះនៅទីនេះធំជាងគេនិងល្អបំផុតដូច្នេះខ្ញុំមកទីនេះបន្ទាប់មកអ្នកបានមកដល់កន្លែងដែលត្រឹមត្រូវ ផ្ទះនៅ Genting Shenfield ស្ថិតក្នុងចំណោមផ្ទះដែលល្អបំផុតទាក់ទងនឹងភ្លើងនិងបទពិសោធន៍រស់នៅ បន្ទាប់មកខ្ញុំនឹងទៅមើល ខ្ញុំសូមបង្ហាញផ្ទះ Shenjia តើអ្នកណែណា ភ្ញាក់ឡើងឆាប់ភ្ញាក់ឡើង សូមអរគុណក្មេងស្រី